សួស្តីពុកម៉ែបងប្អូននិងគ្នាយើងអ្នកដែលពេញនិយមតាមដានមើលរឿង Anime One Piece ទាំងអស់គ្នាថ្ងៃនេះជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទ VC ម្ដងទៀតហើយណាបាទហើយមុននឹងឈានចូលទៅការសម្រាប់សាច់រឿងរបស់យើង Admin សូម recommend ជាមួយនឹង website Top Up Game មួយដែល website មួយហ្នឹងមានឈ្មោះថា M4 Diamond Store ហើយចំពោះ website មួយនេះហ្នឹងគឺមានភាពទុកចិត្តបាន 100% និងភាពរហ័សរហួនហ្នឹងទាន់ចិត្តរបស់អ្នកទាំងអស់គ្នាតែម្ដងហើយអ្នកទាំងអស់គ្នាហ្នឹងគឺអាចធ្វើការតាក់ទងទៅកាន់ Facebook page ដូចជាជាមួយនឹង Telegram របស់គាត់ Admin នឹងដាក់ link Facebook page និង Telegram ក៏ដូចជា link website របស់គាត់នៅក្នុង comment និង description នៃវីដេអូមួយនេះផងដែរក្រោយតែពេលលើឈ្មោះ Commander ទី1នៃក្រុមរបស់ White Beard ភ្លាមនៅពេលហ្នឹងមនុស្សគ្រប់គ្នាចាប់ផ្ដើមងឿងឆ្ងល់ដល់និយាយថា Marco ហ្នឹងគឺជានរណាទៅមិនដែលស្គាល់នោះទេចំណែក Luffy នៅវិញហ្នឹងនៅពេលហ្នឹងកំពុងតែរត់នឹកថាតើ Marco គឺជានរណាក្រោយមកហ្នឹង Luffy ក៏បានរត់នឹកតតែឃើញហើយរត់នឹកឃើញថាបុរសម្នាក់ហ្នឹងគឺក្បាលមនុស្សទេតើហើយណាមួយវិញទៀតបុរសម្នាក់ហ្នឹងបានវាយគ្នាជាមួយនឹង Aokiji ដែលថាប្រពន្ធរបស់គាត់ហ្នឹងគឺថាខ្លាំងក្លាណាស់ផងដែរបន្តមក Cat Viper ក៏បាននិយាយថាវាពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ដោយសារតែការពីមុនហ្នឹងការពីទាហាន Navy Headquarter បានវាប្រហារទៅដល់គាត់ដែលគាត់បានរត់ចាក់ចេញពីទីកន្លែងមួយហ្នឹងគាត់ក៏បានទៅបង្កទំនាស់ជាមួយនឹង Black Beard សមាជិក Commander នៃក្រុម White Beard ហ្នឹងទៅប៉ះគ្នាជាមួយនឹងក្រុមរបស់ Black Beard ហ្នឹងគឺថាឃើញថាពួកគេនីមួយៗហ្នឹងមិនអាចយកឈ្នះ Black Beard នោះឡើយអ្វីដែលសំខាន់ហ្នឹងមិនដឹងថាពួកគេនៅរស់មានជីវិតដែរទៀតឬអត់នោះទេបន្តមកហ្នឹង Luffy បាននិយាយថាតាមកាពិតទៅ Marco ក៏បានជួយសង្គ្រោះអាយុជីវិតរបស់គាត់ចេញពីកណ្ដាប់ដៃរបស់ Akainu ដល់ JMB ហ្នឹងយក Luffy ចាក់ចេញពីទីកន្លែង Navy Headquarter ហ្នឹងឯងបើសិនជាមានឱកាសខ្ញុំពិតជាចង់និយាយពីអរគុណទៅដល់គាត់ខ្លាំងណាស់ចំពោះជំនួយរបស់គាត់គិនអីហ្នឹងបាននិយាយថាពួកគាត់ទាំងអស់គ្នាហ្នឹងគួរតែជួបជាមួយនឹង Marco នៅទីកន្លែងផ្សេងបើសិនជាជួបពួកគេទាំងអស់គ្នានឹងសូមពួកគេដើម្បីពួកគេនឹងធ្វើជាសម្ព័ន្ធមិត្តជាមួយនឹងគ្នានឹងឯងដើម្បីកម្ចាត់ទៅកាន់ Kaido ប៉ុន្តែនៅពេលហ្នឹងមីងមួយចំនួនក៏ចាប់ផ្ដើមចេញមកតែម្ដងហើយនៅពេលហ្នឹងពួកគេទាំងអស់គ្នាពិតជាសប្បាយចិត្តមែនទែននៅពេលដែលឃើញថា Raisun ហ្នឹងមានអាយុជីវិតណាមួយវិញទៀត Raisun ក៏បានសប្បាយចិត្តផងដែរដែលឃើញមីងមួយចំនួនមានអាយុជីវិតហើយគាត់ក៏បានសម្ដែងនៅសិល្បៈរបស់គាត់ឲ្យទៅកាន់ពួកអ្នកទាំងហ្នឹងបានមើល Raisun គាត់ក៏បានបង្កើតជាមួយនឹងអ្នកចិត្តស៊ូរបស់គាត់ដែលធ្វើឲ្យ Luffy និងក្រុមរបស់ Luffy ពិតជាសប្បាយចិត្តមែនទែនជាមួយនឹងក្បាច់ Ninja ដែលបានបង្កើតនៅបេះដូងមួយនឹងចេញមកទៅបន្តមក Luffy ក៏បានដើរចាក់ចេញពីទីកន្លែងមួយហ្នឹងដើម្បីទៅស្វែងរក Sanji នឹងឯងក៏ប៉ុន្តែត្រូវបាន Nami ហាមឃាត់ Nami ក៏និយាយថាទៅរក Sanji ហ្នឹងតើយកគាត់ទៅជាមួយផងបើសិនជា Luffy មិនយកគាត់ទៅជាមួយទេបានអាណាដឹកនាំផ្លូវរបស់ Luffy ហ្នឹងធ្វើដំណើរទៅកាន់ពិភពថ្មីព្រោះគាត់ក៏បាននិយាយថាគាត់ហ្នឹងគួរតែទៅជាមួយនឹង Luffy ដែរដើម្បីលេងតន្ត្រីឲ្យ Luffy បំបត្តិអបសោកចំណែកគ្នាមួយចំនួនទៀតនៅវិញហ្នឹងពួកគេនីមួយៗបាននិយាយថាកុំភ្លេចការសន្យានឹងគ្នាទៅវិញទៅមកដើម្បីជួយគ្នាប៉ុន្តែនៅពេលហ្នឹងពួកគេនីមួយៗបាននិយាយថាពួកគេគួរតែបែងចែកក្រុមទៅដើម្បីទៅធ្វើការហ្នឹងទៅធ្វើការងារផ្សេងមួយចំនួនដែលពួកគេត្រូវធ្វើមុនពេលដែលពួកគេហ្នឹងអាចទៅជួយសង្គ្រោះ Sanji ផងដែរពេលដែលអ្នកទាំងអស់គ្នាកំពុងតែនិយាយអំពីគម្រោងផែនការរបស់ពួកគេដើម្បីកម្ចាត់ទៅកាន់ Kaido ហ្នឹងនៅពេលនឹងផងដែរកក់ទាំងនឹងចាប់ផ្ដើមដួលរង្គើតែម្ដងដោយសារតែនៅពេលនេះហ្នឹងចែកបានវាប្រហារទៅដល់ដំរីធំមួយនឹងឯងចំណែកនៅលើកោះឯនេះវិញហ្នឹងពួកគេនីមួយៗក៏បាននិយាយថាពួកគេហ្នឹងមិនដឹងនោះទេថានៅពេលនេះហ្នឹងពួកគេកំពុងតែមានបញ្ហាអ្វីហេតុអ្វីបានជាកោះទាំងអស់ហ្នឹងរង្គើទៅវិញចំណែកអ្នកនៅខាងផ្ទៃសមុទ្រឯនេះវិញហ្នឹងពួកគេនៅតែវាប្រហារទៅកាន់អ្នកទាំងអស់ហ្នឹងចំណែក Law ហ្នឹងគឺបានជួយទៅកាន់គ្នារបស់គាត់ចំណែកគ្នារបស់ Luffy មួយចំនួនក៏បានជួយសង្គ្រោះដល់ពួកមីងផងដែរមិនត្រឹមតែប៉ុណ្្នឹងនោះទេពួកគេនីមួយៗក៏បានឆ្លងមែនទេថាហេតុអ្វីបានជាកោះមួយហ្នឹងរង្គើទៅវិញតើដំរីនៅខាងក្រោមហ្នឹងមានបញ្ហាអ្វីចំណែក Luffy ឯនេះវិញកំពុងតែឈឺក្បាលហើយគាត់នឹងស្រែកតែម្នាក់ឯងថាកំពុងតែលឺអ្វីមួយយ៉ាងណាមីឆ្ងល់មែនទេតើ Luffy ហ្នឹងបានលឺអ្វីចំណែក Monosuke ហ្នឹងក៏បានលឺដូចជា Luffy បានលឺផងដែរចំណែក Jack ហ្នឹងនៅតែវាប្រហារទៅដល់កោះមួយហ្នឹងដដែលហ្នឹងហើយមើលទៅកោះមួយហ្នឹងគឺមិនបានវាតដៃជាមួយនឹង Jack នៅទីកន្លែងមួយហ្នឹងនោះទេចំណែកគ្នារបស់គេពិតជាសប្បាយចិត្តមែនទេដែលបានវាទៅកាន់ដំរីនៅកោះមួយហ្នឹងផងដែរទៅពួកអ្នកទាំងហ្នឹងនៅតែបន្តការវាប្រហាររបស់ពួកគេចំណែក Luffy ឯនេះវិញហ្នឹងនៅតែបន្តឈឺក្បាលជាមួយនឹងនរណាម្នាក់កំពុងតែនិយាយជាមួយនឹងគាត់នឹងឯង Luffy បានស្រែកដែរថាតើនរណាហ្នឹងបាននិយាយឆាប់និយាយផ្ដោតចម្លើយមកឲ្យគាត់ភ្លាមចំណែក Monosuke ហ្នឹងគាត់ក៏ឈឺក្បាលផងដែរមិនដឹងថានរណាហ្នឹងកំពុងតែនិយាយទៅកាន់អ្នកទាំងពីរនោះទេចំណែក Luffy ក៏បានស្រែកមួយទំហឹងតែម្ដងថាហេណាគេកំពុងតែនិយាយជាមួយនឹងគាត់ឆាប់ចេញមុខមកឲ្យលឿនមកហើយឆាប់បង្ហាញសម្លេងមកនៅពេលហ្នឹង Pedro គេក៏បាននិយាយដែរថាសម្លេងចម្លែកដែល Luffy បានស្ដាប់ឮហ្នឹងតាមកាពិតទៅ Cody Roger ក៏ធ្លាប់ស្ដាប់ឮសម្លេងចម្លែកនេះពីមុនមកផងដែរប៉ុន្តែមើលទៅកាន់ប្រជាជនមួយចំនួននៃកោះមួយហ្នឹងកំពុងតែត្រូវបានគេវាយប្រហារឡើងបាញ់តែនឹងតែម្ដងហើយពួកគេហ្នឹងមិនដឹងថាតើ Luffy កំពុងតែស្ដាប់ឮអ្វីនោះទេចំណែក Monosuke ហ្នឹងក៏មិនដឹងថា Monosuke ហ្នឹងកើតអ្វីនោះដែរចំណែក Monosuke បាននិយាយដែរថានៅពេលនេះហ្នឹង Jack កំពុងតែវាយប្រហារទៅដល់កោះមួយហ្នឹងទាំងមូលហើយនៅពេលហ្នឹងមនុស្សគ្រប់គ្នាឆ្ងល់មែនតើហេតុអ្វីបានជានៅពេលនេះហ្នឹង Jack មកត្រឡប់មកវិញចំណែក Monosuke ហ្នឹងត្រូវបាន Luffy ចោទសួរថាតើ Monosuke ហ្នឹងបានដឹងរឿងទាំងអស់ហ្នឹងដោយរបៀបណាទៅចំណែក Monosuke បាននិយាយដែរថាគាត់មិនដឹងឲ្យពិតប្រាកដនោះទេប៉ុន្តែចិត្តរបស់គាត់និងភ្នែករបស់គាត់បានមើលឃើញ Dog Storm បាននិយាយថាវាជាបញ្ហាធំសម្រាប់ពួកគាត់ទាំងអស់គ្នាហើយចំណែក Cat Viper បាននិយាយថា Jack នឹងមានជីវិតអញ្ចឹងវាល្អហើយអញ្ចឹងហើយពួកគាត់ត្រូវតែសងសឹកវិញជាមិនខានក្រោយមកហ្នឹងកូនចៅ Dog Storm ហ្នឹងពួកគេទាំងអស់គ្នាក៏បានចាក់ចេញពីទីកន្លែងនៃកោះមួយហ្នឹងដើម្បីទៅវាយប្រហារនឹងឯងក៏ប៉ុន្តែនៅពេលហ្នឹងគឺថាដួលរប៉ិតរប៉ែរពេញតែនឹងតែម្ដងចំណែក Kin ហ្នឹងក៏បានទៅអោបជាមួយនឹង Monosuke ដើម្បីកុំឲ្យគេ
នឹងអាចធ្លាក់ចុះពីកោះមួយនឹងចំណែក Luffy នៅពេលហ្នឹងក៏បាននិយាយដែរថាតើ Monosuke ស្ដាប់ឮអ្វី Monosuke ក៏បានស្ដាប់ឮទៅដល់ពាក្យដែល Samurai កំពុងតែនិយាយជាមួយនឹងគាត់ Monosuke បាននិយាយដែរថាឥឡូវនេះកោះមួយនឹងកំពុងតែនិយាយគ្នាជាមួយនឹងគាត់ហើយនៅពេលហ្នឹងមនុស្សគ្រប់គ្នាចាប់ផ្ដើមងឿងឆ្ងល់តែម្ដងចំណែក Luffy បានត្រឹមតែស្ដាប់នោះទេមិនអាចសន្ទនាជាមួយនឹងកោះមួយនេះនោះឡើយចំណែក Jack និងកូនចៅរបស់គេនៅតែបន្តវាប្រហារទៅដល់កោះដំរីមួយនឹងដដែលហ្នឹងចំណែកដំរីមួយហ្នឹងក៏បាននិយាយទៅកាន់ Monosuke ដែរថាឆាប់បញ្ជាទៅកាន់គាត់ឲ្យលឿនឡើងមកមូលហេតុដែលដំរីមួយនឹងសុំបញ្ជាហ្នឹងក៏ដោយសារតែគាត់មានកិច្ចសន្យាណាមួយវិញទៀតគាត់ត្រូវបានគេបញ្ជាហ្នឹងឲ្យគាត់ដើរនៅលើកោះមួយហ្នឹងហើយដើរតតែគាត់ហ្នឹងអាចបាត់បង់ជីវិតបើគ្មានបញ្ជាពីមនុស្សសំខាន់បញ្ជាគាត់ឲ្យវាប្រហារតដៃទេគាត់ក៏មិនអាចវាប្រហារតដៃផងដែរនៅពេលហ្នឹង Monosuke ថាគាត់គួរតែបញ្ជាទៅកាន់ថាម៉េច Monosuke បានសួរទៅកាន់ Kanjiro ដែរថាតើគាត់នឹងគួរតែធ្វើអ្វីចំណែក Luffy ក៏និយាយដែរថាបើអញ្ចឹងមែនហ្នឹងគួរតែបញ្ជាទៅដល់សត្វដំរីមួយនឹងឲ្យវាប្រហារបកទៅវិញទៅបើនៅតែបន្តអញ្ចឹងទៀតហ្នឹងពួកគេទាំងអស់គ្នានៅលើកោះមួយហ្នឹងច្បាស់ជាស្លាប់ជាមួយនឹងដំរីនឹងមិនខាននោះទេត្រូវបានទទួលនៅពាក្យរបស់ Luffy ហើយហ្នឹង Monosuke ក៏បាននិយាយដែរថាដំរីហ្នឹងឆាប់ស្ដាប់គាត់ឲ្យលឿនឡើងទៅហើយឆាប់វាប្រហារចែកមួយនឹងតដៃតបតវិញទៅក្រោយពីស្ដាប់ឮនៅពាក្យបញ្ជារបស់ Monosuke ហើយហ្នឹងគាត់ក៏បាននិយាយដែរថាគាត់យល់ហើយនៅពេលនេះហ្នឹងគឺឃើញដែរថាដំរីទាំងអស់ហ្នឹងគឺថាគាត់បានបង្វែរខ្លួនតែម្ដងដំរីមួយហ្នឹងក៏បានបង្វែរខ្លួនរបស់គាត់បែរមុខទៅរក Jack តែម្ដងជាមួយនឹងកូនចៅរបស់ Jack នៅទីកន្លែងមួយហ្នឹងហើយមើលនៅពេលនេះទៅខ្លួនរបស់គាត់ហ្នឹងគឺថាធំមែនតើដំរីដែលធំមួយហ្នឹងក៏បានយាយនៅប្រមោយរបស់គាត់យ៉ាងវិញតែម្ដងហើយនៅពេលហ្នឹងគាត់ក៏បានទះទៅលើទឹកនៃផ្ទាំងសមុទ្រទាំងអស់ហ្នឹងហើយធ្វើឲ្យទឹករលកមួយហ្នឹងបានហោះទៅបុកជាមួយនឹងសំពៅដែលធ្វើឲ្យសំពៅអណ្ដែតឡើងលើអាកាសក្រោយតែពីសំពៅមួយហ្នឹងឡើងលើអាកាសហើយហ្នឹងគាត់ក៏បានយកប្រមោយរបស់គាត់វាប្រហារជាមួយនឹងសំពៅទាំងអស់ហ្នឹងនឹងតិចបែកបាក់ពេញតែនឹងតែម្ដងចំណែកកូនចៅរបស់ Jack មួយចំនួននេះវិញហ្នឹងគឺថាត្រូវខ្ចាយឡើងពេញតែនឹងតែម្ដងមើលទៅពួកគេនីមួយៗនៅពេលនេះគឺថាមានសុវត្ថិភាពហើយក្រុមរបស់ Jack គឺថាខ្ទេចខ្ទីតែម្ដងញាក់មើលMonosukeបាននិយាយដែរថានៅពេលនេះគាត់អាចបានលើកសម្លេងអីទៀតនោះទេហើយនៅពេលហ្នឹង Luffy បាននិយាយថាល្អហើយចំណែកស្វាយនេះវិញហ្នឹងក៏បាននិយាយដែរថានៅពេលនេះដំរីនឹងមានសុវត្ថិភាពហើយស្វាយាមក្នុងទ្វារហ្នឹងបាននិយាយដែរថាតាមក៏ពិតទៅនៅពេលនេះហ្នឹងក្រុមរបស់ Jack ខ្ទេចខ្ទីហើយដែលធ្វើពួកគេនីមួយៗពិតជាសប្បាយចិត្តមែនតើដែលថា Jack ហ្នឹងអ្នកបរិភោគ Devil Fruit ដល់ពេលដែលធ្លាក់ចូលទៅក្នុងទឹកហ្នឹង Jack មួយនឹងច្បាស់ជាស្លាប់ជាមិនខាននេះមកមើលម្ខាងទៀតឯនេះវិញនៅពេលហ្នឹងកូនចៅរបស់ Kaido បានប្រាប់ទៅកាន់ Kaido ដែរថានៅពេលនេះហ្នឹងពួកគេបានបាត់អំពីដំណឹងរបស់ Jack ហើយផ្ដើមមកមើលអេពីសូតថ្មីរបស់យើងឯនេះវិញនៅពេលហ្នឹងគ្នារបស់ពួកគេនៃមីងហ្នឹងកំពុងតែនិយាយគ្នាក៏ប៉ុន្តែនៅពេលហ្នឹងមានសត្វមួយទៀតមកនិយាយថាដំរីកំពុងតែមានរបួសនៅជាមួយនឹងជើងរបស់គេដែលធ្វើឲ្យគេហ្នឹងគឺថាដើរប៉ាំងពីមែនតែនស្រាប់ពេលហ្នឹង Luffy ក៏និយាយដែរថាពួកគេទាំងអស់គ្នាឯហ្នឹងគួរតែព្យាបាលទៅកាន់ដំរីមួយហ្នឹងទៅហើយនៅពេលហ្នឹងពួកគេក៏បានរកគំនិតផ្សំគំនិតគ្នាដើម្បីព្យាបាលទៅដល់ដំរីមួយហ្នឹងក្រោយពីបានគិតអំពីរឿងទាំងនេះហើយហ្នឹង Luffy និងពួកមីងនិងគ្នារបស់ Luffy មួយចំនួនឯហ្នឹងពួកគេក៏បានគិតអំពីវិធីដើម្បីព្យាបាលទៅកាន់ដំរីមួយហ្នឹងផងដែរចំណែកខាង Frankie ឯនេះវិញហ្នឹងក៏ទៅមើលពិនិត្យមើលជាមួយនឹងសម្ភារៈមួយចំនួនដែលអាចធ្វើឲ្យពួកគេនឹងយកចុះទៅខាងក្រោមដើម្បីព្យាបាលទៅដល់ជើងដំរីមួយនឹងផងដែរតែពួកមីងមួយចំនួនហ្នឹងក៏បានអរគុណទៅដល់ Nami ក៏ប៉ុន្តែនាងនិយាយដែរថាមិនអីនោះទេកុំរំលឹកវាទៀតអីហើយនៅពេលហ្នឹងផងដែរ Chopper ក៏បានទៅបេះជាមួយនឹងថ្នាំដតៃទៀតដើម្បីលាបទៅដល់ជើងដំរីមួយហ្នឹងមើលទៅកាន់ពួកគេនីមួយៗពិតជាស្រស់ដៃស្រស់ជើងគ្នាមែនតើចំណែកខាង Robin ឯនេះវិញហ្នឹងគឺនាងបានទៅដេកណាត់ដើម្បីភ្ជាប់គ្នានៅទីកន្លែងមួយហ្នឹងហើយដេកណាត់ហ្នឹងគឺថាមិនតិចនោះទេចំណែក Luffy បានដើរត្រួតពិនិត្យមើលសកម្មភាពរបស់ពួកគេទាំងអស់គ្នាចំណែក Brook ឯនេះហ្នឹងគឺថានៅពេលហ្នឹងវេទនាមែនតើត្រូវបានឆ្កែហ្នឹងដេញលិតឆ្អឹងរបស់គាត់ទៀតហើយចំណែកអ្នកដតៃទៀតឯនេះវិញហ្នឹងគឺបានកាត់ទៅកាន់គល់ឈើដតៃទៀតហើយចំណែក Zoro នេះវិញហ្នឹងគឺថាកំបិតស្នៀតកំបិតនឹងដាវរបស់គាត់លួយមែនតើក៏ប៉ុន្តែនៅពេលហ្នឹងគ្មាននរណានៅក្បែរគាត់នឹងគាត់ទៅសើទៅដល់គាត់អីនោះទេហើយត្រាប់ពេលហ្នឹងផងដែរហ្នឹងឡក៏បានដើរទៅដល់ទីកន្លែងមួយហ្នឹងក៏បាននិយាយលឺដងទៅដល់ Zoro ផងដែរ Luffy ក៏បានដើរទៅឃើញថា Zoro ហ្នឹងគ្មាននរណាជួននោះទេឡនៅពេលហ្នឹងថ្លង់ Zoro ពេកក៏បានបញ្ជូនគេទៅឆ្ងាយនេះមកមើល Nami ឯនេះវិញនៅពេលហ្នឹងនាងក៏និយាយដែរថាពួកគេទាំងអស់គ្នាហ្នឹងគួរតែចាក់ចេញពីទីកន្លែងមួយហ្នឹងហើយគួរតែមាន Panty ក៏បានពិនិត្យមើលទៅកាន់ Panty មួយហ្នឹងក៏បានឃើញកោះមួយមុននឹងឈានទៅដល់កោះនៅកន្លែងរបស់ Big Mom អំឡុងពេលដែលពួកគេនិយាយគ្នាហ្នឹងក៏មានភ្ជាប់ជួសមួយបក់មកកន្លែងរបស់ពួកគេផងដែរចំណែកអ្នកខ្លះទៀតហ្នឹងគឺពួកគេមិនដឹងនោះឡើយពួកគេក៏បានរៀបចំនូវសម្ភារៈរបស់ពួកគេដើម្បីព្យាបាលទៅកាន់ជើងនៃដំរីមួយហ្នឹង Frankie ឯហ្នឹងគឺគេកំពុងតែផលិតទូកទាំងអស់ហ្នឹងដើម្បីភ្ជាប់តាក់វាទៅខាងក្រោមដើម្បីឲ្យពួកគេហ្នឹងយកដើម្បីឲ្យលាបថ្នាំទៅដល់ដំរីមួយហ្នឹងឯងក៏ប៉ុន្តែណាមាននិយាយថាអាកាសធាតុនៅពេលនេះគឺថាមិនស្រួលនោះទេឯអ្នកទាំងអស់គ្នាហ្នឹងគឺពួកគេមិនដឹងនោះឡើយជាមួយនឹងអាកាសធាតុទាំងអស់ហ្នឹងហើយ Chopper របស់យើងហ្នឹងគាត់បានបុកថ្នាំជាច្រើនដើម្បីឲ្យពួកគេនីមួយៗហ្នឹងយកវាទៅលាបជាមួយនឹងជើងដំរីនៅទីកន្លែងមួយហ្នឹងឯងលុះបន្តមកហ្នឹងដំរីមួយហ្នឹងវាចេះតែដើរទៅមុខបន្តទៀតទោះបីជាជប់ព្យុះក៏យ៉ាងណាក៏ដោយក៏នៅតែដើរទៅមុខទៀតខាង Luffy ឯនេះវិញហ្នឹងនៅពេលដែលដឹងថាមានភ្ជាប់ជួសមកបែបហ្នឹងពួកគេនីមួយៗក៏បានចេញទៅជួយជាមួយនឹងពួក Chopper ឯហ្នឹងឯងក៏ប៉ុន្តែនៅពេលហ្នឹងខាង Frankie ឯហ្នឹងក៏និយាយថាពួកគេឆាប់ឡើងទៅខាងលើវិញឲ្យលឿនឡើងទៅប៉ុន្តែមើលនៅពេលនេះទៅគឺថាហួសពេលបាត់ទៅហើយក៏ប៉ុន្តែនៅពេលហ្នឹងត្រូវបានគ្រាប់ថ្នាំរបស់ Usopp ហ្នឹងចេញទៅជួយណាមួយវិញទៀតពួកគេក៏បានធ្លាក់ទៅក្រុមជាបន្តបន្ទាប់ប៉ុន្តែសំណាងល្អដែលត្រូវបាន Luffy ចេញទៅជួយផងដែរមើលទៅការជួយរបស់ Luffy គឺមិនគ្រប់គ្រាន់ទេពួកគេហ្នឹងស្ទើរតែធ្លាក់ទៅខាងក្រោមបន្តទៀតក៏ប៉ុន្តែសំណាងល្អដែរដែល Robin ហ្នឹងនាង
ងក៏បានបង្កើតជាដៃខ្លួនរបស់នាងដើម្បីធ្វើជាកម្មជាដើមពួកគេឡើងទៅខាងលើវិញនឹងឯងបន្ទាប់បំផុតពួកគេក៏អាចឡើងមកខាងលើដោយមានសុខសុវត្ថិភាពហើយមើលទៅកាន់ពួកគេនឹងពិតជាសប្បាយចិត្តមែនទែនដែលត្រូវបាន Luffy អីហ្នឹងកំពុងតែជួយទៅកាន់ពួកគេចំណែក Luffy ហ្នឹងក៏បានដើរចាក់ចេញពីទីកន្លែងមួយហ្នឹងទៅប្រមូលចំណីដើម្បីចាក់ចេញពីកោះមួយនឹងឯងក៏ប៉ុន្តែនៅពេលហ្នឹងការ៉ុតនាងក៏និយាយថាសុំ Luffy ហ្នឹងទៅជាមួយផងក៏ប៉ុន្តែ Luffy ហ្នឹងគឺគាត់មិនអោយការ៉ុតទៅជាមួយនឹងគាត់នោះទេក្រោយពីនិយាយចប់ហ្នឹង Luffy ក៏បានដើរចាក់ចេញពីទីកន្លែងមួយហ្នឹងតែម្ដងហើយទុកឲ្យការ៉ុតហ្នឹងនៅទីកន្លែងមួយហ្នឹងតែម្នាក់ឯងនឹងឯងហើយចំណែកមនុស្សគ្រប់គ្នាឯវិញហ្នឹងក៏បាននិយាយអរគុណជាមួយនឹងគ្នាទៅវិញទៅមកការ៉ុតហ្នឹងនេះបានយករឿងរ៉ាវទាំងអស់ដែល Luffy មិនអោយទៅជាមួយនឹងយកទៅប្រាប់ជាមួយនឹងស្វាយាមទ្វារក៏ប៉ុន្តែនៅពេលហ្នឹងនាងក៏បានអោយចេកមួយចំនួនហ្នឹងទៅដល់ស្វាយាមទ្វារនៅទីកន្លែងមួយហ្នឹងផងនេះមកមើលដល់ Storm និង Cat Viper នៅវិញនៅពេលហ្នឹងពួកគេកំពុងតែប្រជុំគ្នានិយាយអំពីរឿងរ៉ាវនៃគម្រោងផែនការរបស់ពួកគេនិងនិយាយអំពីទំនាក់ទំនងនៃការធ្វើទំនាក់ទំនងនៅពេលដែលពួកគេហ្នឹងទៅឆ្ងាយគ្នានៅពេលនេះពួកគេបានបែងចែកគ្នាជា4ក្រុមនិយាយស្រួលស្ដាប់ទៅជា4ក្រុមរបស់ពួកគេហ្នឹងគឺពួកគេធ្វើផែនការខុសៗពីគ្នាប៉ុន្តែគោលដៅនៃចំណុចរួមរបស់ពួកគេហ្នឹងគឺពួកគេទៅជួបជុំគ្នានៅ Land Wano គឺទឹកដីនៃ Wano នឹងឯងហើយគ្នារបស់ Luffy មួយចំនួនក៏ត្រូវបានបែងចែកគ្នាជាក្រុមទៅតាមនឹងផងដែរចំណែក Kin ហ្នឹងក៏ជឿថាតើមាន Den Mochi ដើម្បីតាក់ទងអត់ប៉ុន្តែគាត់អត់ស្គាល់ Den Mochi នោះទេហើយនៅពេលហ្នឹងផងដែរហ្នឹងត្រូវបាន Frankie និយាយថាហ្នឹងហៅថា Den Mochi មើល Luffy នៅវិញនៅពេលហ្នឹងគាត់បានទៅរក Pick Up ហើយគាត់មិនដែលហៅ Pick Up ទេគាត់ហៅថា Lion Viper ដល់ពេលឃើញ Snoke Under អញ្ចឹង Luffy បាននិយាយថា Title Viper តើgang Luffy របស់យើងតែម្ដងចេះតែមានហើយនៅពេលហ្នឹង Pick Up ពិតជាខឹងទៅដល់ Luffy មែនទេ Luffy មិនបានស្ដាប់ឯណាគាត់បានទៅទីកណ្ដាត់មួយហ្នឹងមកនិយាយតែម្នាក់ឯងទៅវិញហើយនៅពេលហ្នឹងចងទៅកាន់ Pick Up ហើយនឹងទ្រូងរបស់គាត់ហ្នឹងក៏បានរត់ចាក់ចេញពីទីកន្លែងមួយហ្នឹងតែម្ដងចំណែក Pick Up ហ្នឹងនឹងអ៊ីនទៅកាន់ Luffy ហ្នឹងឯងនេះមើល Petro នៅវិញនៅពេលហ្នឹងគាត់បានរត់ទម្លាក់ពីលើដើមឈើគាត់បាននិយាយទៅកាន់ Cat Viper ដែលថាទុកឲ្យគាត់នឹងធ្វើដំណើរជាមួយនឹង Luffy ដើម្បីទៅជួយជាមួយនឹង Sanji គឺជាអ្នកជួយសង្គ្រោះទៅកាន់ភូមិមួយហ្នឹងអញ្ចឹងហើយគាត់ចង់សងគុណក៏ប៉ុន្តែនៅពេលហ្នឹងមានមនុស្សមីងជាច្រើនទៀតពួកគេក៏បានចេញមកដោយនិយាយថាទុកឲ្យពួកគេនឹងធ្វើដំណើរទៅជាមួយនឹង Luffy វិញហើយមើលទៅកាន់ពួកមីងទាំងអស់គ្នាហ្នឹងគឺថាចង់ធ្វើដំណើរជាមួយនឹង Luffy ដើម្បីទៅជួយសង្គ្រោះ Sanji ឲ្យត្រឡប់មកវិញនឹងឯងក៏ប៉ុន្តែនៅពេលហ្នឹងត្រូវបាន Cat Viper និយាយថាគ្មាននរណានឹងបានទៅនោះទេទុកឲ្យ Petro ជាអ្នកទៅដោយសារតែ Petro ហ្នឹងអាចគ្រប់គ្រងទៅកាន់ Pick Up និងចរិតរបស់គេបានចំណែក Nami នៅវិញនឹងពេលហ្នឹងគឺគេបានទទួលនៅអាវុធថ្មីដែលអាវុធមួយហ្នឹងគឺត្រូវបានផលិតឡើងទៅដោយ Usopp នឹងឯងហើយមូលហេតុដែល Usopp បានផលិតនៅអាវុធមួយហ្នឹងគឺដើម្បីឲ្យ Nami ជាកាដូដែល Nami ហ្នឹងបានចាក់ចេញពីទីកន្លែងមួយហ្នឹងនៅពេលហ្នឹងសាកទៅកាន់អាវុធមួយហ្នឹងគឺថាវិញដូចដបងស៊ុនខុងអញ្ចឹងហើយគឺថាវិញទៅហើយអាចបង្រួមមកខ្លីវិញបានទៀតទៅតាមចិត្តរបស់ Nami ដែល Nami ចង់ក្រោយពីបានសាកល្បងនៅអាវុធមួយហ្នឹងហើយហ្នឹង Nami ពិតជាពេញចិត្តទៅកាន់អាវុធមួយហ្នឹងខ្លាំងណាស់ហើយក៏បានយកទៅលេងតែម្ដងនិយាយចេះតែមានតែម្ដងទៅសាកជាមួយនឹងមនុស្សមីងទៅវិញហើយនៅពេលហ្នឹងផងដែរហ្នឹង Nami ក៏បានបង្កាយរត់ចេញពីទីកន្លែងមួយហ្នឹងតែម្ដងលុះបន្តមកហ្នឹងពួកគេនីមួយៗនៅពេលនេះហ្នឹងក៏បានមករួមក្រុមគ្នាដើម្បីចាក់ចេញពីទីកន្លែងមួយហ្នឹងឯងនៅពេលហ្នឹងពួកគេក៏បាននិយាយលាគ្នាហើយទៅវិញទៅមកហ្នឹងឯងអ្វីគួរឲ្យចង់លើឈាមហ្នឹងគឺឈុបរបស់យើងចេះស្វីតជាមួយនឹងក្តានមួយទៀតទៅវិញតែក្តានញីមួយហ្នឹងបានទៅចារ៉េនជូជាមួយនឹងគាត់អីចឹងទៅចំណែក Zoro ក៏និយាយថាបើមិនឃើញ Sanji ទេក៏ត្រឡប់មកវិញទៅក៏ប៉ុន្តែ Luffy បាននិយាយថាកុំភ័យពេកទុកឲ្យគាត់ហ្នឹងទៅយក Sanji ឲ្យត្រឡប់មកវិញឲ្យបានគៀនអីហ្នឹងក៏នាំគ្នានិយាយថានៅពេលនេះហ្នឹងដល់ពេលវេលាហើយណាមួយវិញទៀតពួកគេនឹងទៅជួបគ្នានៅទឹកដីនៃ Wano Frankie បាននិយាយថានៅពេលដែលជួបជុំគ្នាហើយពួកគេនឹងវាយប្រហារទៅដល់ Kaido ជាមិនខានហើយនៅពេលហ្នឹងផងដែរហ្នឹងគឺថា Luffy និយាយថាលីហើយក៏បានក្របអ្នកទាំងអស់គ្នាលុតចុះពីលើជ្រុះមួយហ្នឹងតែម្ដងមានទេ Luffy របស់យើងហ្នឹងមិនដែលខ្លាចអីនោះទេខ្ពស់ប៉ុណ្ណាក៏ហ៊ានលុតចុះទៅដែរហើយដែលធ្វើឲ្យមនុស្សគ្រប់គ្នាហ្នឹងគឺពួកគេបើកភ្នែកធំមើលទៅកាន់ទង្វើរបស់ Luffy តែម្ដងចំណែកឯខាង Usopp អីនេះវិញហ្នឹងគឺថាពួកគេនីមួយៗបានញញឹមទៅវិញដោយសារតែពួកគេធ្លាប់ឆ្លងកាត់ជាមួយនឹង Luffy រួចរាល់ទៅហើយចំណែក Nami អីហ្នឹងគឺថាហូរទឹកភ្នែកឡើងពេញទៅនឹងនេះមកមើលទឹកដីនៃ Alabasta នៅវិញនៅពេលហ្នឹងព្រះនាង Vivi គាត់កំពុងតែធ្វើការចាក់ចេញពីទីកន្លែងមួយហ្នឹងដើម្បីទៅប្រជុំជាមួយនឹងប្រទេសដទៃទៀតប្រមាណជា170ប្រទេសហើយនៅក្រុមអំណាចរបស់រាជរដ្ឋាភិបាលហើយនឹងការមើលថែរបស់រាជរដ្ឋាភិបាលនឹងឯងហើយនៅពេលដែលព្រះនាងបានធ្វើដំណើរចាក់ចេញពីទីកន្លែងមួយហ្នឹងមានប្រជាជនជាច្រើនបានអមអំណរដើម្បីលាហើយទៅដល់ព្រះនាងផងដែរចំណែកនៅពេលដែលព្រះនាងធ្វើដំណើរហ្នឹងក៏មានកប៉ាល់នៅតែហ៊ានជើងទឹកដើម្បីធ្វើដំណើរជាមួយនឹងព្រះនាងដើម្បីការពារទៅដល់ព្រះនាង Vivi នៅទីកន្លែងមួយហ្នឹងពេលដែលសម្លឹងមើលទៅកាន់ផ្ទៃសមុទ្រហ្នឹងព្រះនាងក៏បាននឹកឃើញទៅដល់ក្រុមរបស់ព្រះនាងគឺជាក្រុម Monkey D Luffy អីហ្នឹងឯងនៅពេលហ្នឹងតាមកាពិតទៅព្រះនាងត្រូវបានជួយសង្គ្រោះទៅដោយ Luffy នៅពេលដែលក្រកដែរបានគ្រប់គ្រងទៅដល់ព្រះនគររបស់ព្រះនាងហើយបានចង់សម្លាប់ទៅដល់ព្រះនាងហ្នឹងត្រូវបាន Luffy ចេញមកជួយសង្គ្រោះអ្វីដែលសំខាន់ព្រះនាងបានដាក់ជំនឿហ្នឹងទៅលើ Luffy ទាំងអស់តែម្ដងដើម្បីជួយសង្គ្រោះទៅដល់នគររបស់ព្រះនាងហើយ Luffy ហ្នឹងក៏បានវាទៅកាន់ក្រកដែរហើយក៏បានផ្ដួលក្រកដែរដែលធ្វើឲ្យព្រះនាងហ្នឹងអាចមានសិទ្ធិដើម្បីឡើងគ្រប់គ្រងនគរវិញហើយនៅទីបំផុតព្រះនាងគាត់ក៏អាចឡើងគ្រប់គ្រងនៅនគរមួយហ្នឹងឡើងវិញហើយណាមួយវិញទៀតនៅពេលនេះហ្នឹងក្រកដែរក៏បានដួលរលំផងដែរដែលធ្វើឲ្យព្រះនាងហ្នឹងពិតជាសប្បាយចិត្តមែនទែនលុះបន្តមកទៀតហ្នឹងព្រះនាងបានលាហើយទៅដល់ Luffy ដែលការហ្នឹងតាមកាពិតទៅ Luffy រងចាំព្រះនាងដើម្បីធ្វើដំណើរជាមួយនឹងគ្នារួមដំណើរជាសមាជិកនឹងគ្នាក៏ប៉ុន្តែព្រះនាងនិយាយថាគាត់ស្រឡាញ់ទៅកាន់ប្រជាជនរបស់គាត់មិនអាចចាក់ចេញបាននោះទេហើយគាត់សុំធ្វើជាមិត្តភក្តិជាមួយនឹង Luffy ជារៀងរហូត Nami ហ្នឹងក៏បានទះ Luffy ចុះតែម្ដ
ម្ដងហើយនាងនិយាយដែរថាកុំនិយាយអីហើយនៅពេលនឹងផងដែរនឹងព្រះនាងចាប់ផ្ដើមយកបន្តទៀតក៏ប៉ុន្តែក្រុមរបស់ Luffy ទាំងមូលនឹងពួកគេក៏បានលើកដៃជាសញ្ញាដើម្បីសម្គាល់ថាពួកគេគឺជាមិត្តនឹងគ្នារហូតហើយនៅពេលដែលព្រះនាងធ្វើដំណើរទៅប្រជុំនឹងតាមក៏ពិតទៅព្រះបិតារបស់ព្រះនាងក៏បានធ្វើដំណើរទៅជាមួយនឹងព្រះនាងផងដែរហើយចំណែកខាងលោកតាចិញ្ចៅឯនេះវិញនឹងក៏ត្រូវបានគេអញ្ជើញទៅចូលរួមជាមួយនឹងគេនឹងឯងផងដែរមកមើលកន្លែង Fishman ឯនេះវិញព្រះរាជរបស់ព្រះនាងនឹងពួកគាត់នីមួយៗក៏បានទៅបង្វល់ព្រះនាងនឹងឲ្យចាក់ចេញពីទីកន្លែងមួយនឹងទៅប្រជុំជាមួយនឹង Leslie នៅកម្មវិធីមួយនឹងទៅដោយសារតែមានបណ្ដាប្រទេសចំនួន170ហើយនឹងមេដឹកនាំចំនួន50ចូលរួមហើយណាមួយវិញទៀតនេះគឺជាស្នាដៃរបស់ម្ដាយរបស់គាត់ដោយសារតែការតស៊ូមតិម្ដាយរបស់គាត់នឹងឯងដែលធ្វើឲ្យពួកគេទាំងអស់គ្នាអាចរស់នៅជាមួយនឹងមនុស្សងាកមកមើលខាង Luffy ឯនេះវិញនៅពេលហ្នឹងពួកគេនីមួយៗគ្មាននរណាមានកម្លាំងដើម្បីធ្វើដំណើរនោះទេដែលធ្វើឲ្យ Luffy បាននិយាយដែរថាហេតុអ្វីបានជាពួកគេអស់កម្លាំងបែបហ្នឹងទៅវិញហ្នឹងហើយមិនឲ្យពួកគាត់អស់កម្លាំងមិនបើ Luffy លេងលត់ចុះពីចុងមកតែម្ដងហើយខ្ពស់ឡើងសន្លឹមតែម្ដងពួកគេនឹងភ័យមិនតាន់បាត់នោះទេស្រាប់ពេលដែលការ៉ុតហ្នឹងក៏បានចេញមកដែលធ្វើឲ្យ Luffy ឆ្ងល់ថាហេតុអ្វីបានជាការ៉ុតហ្នឹងឡើងមកលើសំពៅមួយហ្នឹងទៅវិញហើយពេលឃើញអញ្ចឹងហ្នឹងនឹងផ្អើលតែម្ដងមិនមែនតែផ្អើលតែម្នាក់ពីរនាក់ឯណាផ្អើលទាំងសំពៅងាកមកមើលទីកន្លែងរបស់ Chopper ឯនេះវិញនៅពេលហ្នឹងពួកគេនីមួយៗក៏បានសម្លឹងមើលទៅកាន់ទង់ជ័យរបស់ពួកគេហើយពួកគេក៏បាននឹកឃើញទៅដល់ Chopper ហើយនឹងការជួបជុំប្រជុំនៃ Leslie ផងដែរតែតាមក៏ប៉ុន្តែពួកគេក៏ត្រូវបានអញ្ជើញទៅចូលរួមជាមួយនឹងកម្មវិធី Leslie នៅមួយកន្លែងហ្នឹងឯងហើយចំណែកកន្លែង Press Rosa ឯនេះវិញនៅពេលហ្នឹងក្មេងៗក៏បានរពាក់មួកចម្បាំងរបស់ពួកគេពិតជាសប្បាយរីករាយមែនទែននៅពេលដែលពួកគេទទួលបានសន្តិភាពឡើងវិញហើយពួកគេក៏បានឆ្លាក់រូបរបស់ Luffy ទុកនៅទីកន្លែងមួយហ្នឹងផងដែរចំណែក Violet ឯនេះវិញនៅពេលហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់ក្មួយស្រីរបស់គាត់ឲ្យទៅចូលរួមជាមួយនឹងកម្មវិធី Leslie នឹងគេនឹងឯងឡើងទៅហើយ Rebecca គាត់ក៏មិនបានបដិសេធអ្វីនោះដែរគាត់ក៏បានទៅចូលរួមជាមួយនឹងកម្មវិធីមួយហ្នឹងជាមួយនឹងសម្ភារៈបំពាក់ម្ដាយរបស់គាត់ងាកមកមើលខាង Luffy ឯនេះវិញនៅពេលហ្នឹង Luffy នៅពេលនេះក៏ជាចុងភៅហើយចូលទៅចម្អិនអាហារចំណែកប្រុកឯនេះវិញដើរធ្វើជាធួកាយរបស់ Carrot ក្រោយមកហ្នឹងប្រុសគាត់ក៏បានដើរណែនាំ Carrot ហ្នឹងអំពីទីកន្លែងផ្សេងៗនៃសំពៅរបស់ពួកគាត់នីមួយៗជាមួយនឹងកន្លែងផ្សេងៗពីគ្នាហើយមើលទៅគាត់ហ្នឹងវេទនាមែនតើនៅក្នុងការបកស្រាយទៅកាន់ Carrot មួយនេះងាកមកមើល Pedro ឯនេះវិញនៅពេលហ្នឹងគាត់ក៏បានទទួលនៅกระดาษកាសែតមួយហើយនៅពេលហ្នឹងគាត់ក៏បានពិនិត្យមើលឃើញថាតាមក៏ពិតទៅនេះគឺជាឪពុករបស់ Luffy ជាមួយនឹង Sabo ទេតើហើយណាមួយវិញទៀតនៅពេលនេះហ្នឹងឪពុករបស់ Luffy និង Sabo កំពុងតែមានបញ្ហាហើយមេចុងភៅរបស់យើងនៅពេលហ្នឹងគឺថាមិនដឹងតែហាន់បន្លែពីណាទៅណានោះទេសំបីតែកំបិតកាន់នឹងដៃហ្នឹងក៏មិនចប់ផងដែរចំណែក Pedro ឯនេះវិញនៅពេលហ្នឹងក៏បានលោតចុះមកពីខាងលើប៊ីងជន់ពេកកប់ទៅហើយក៏ប៉ុន្តែនៅពេលហ្នឹងក៏បានយកកតាកាសែតមួយយកទៅឲ្យ Luffy តែម្ដងមើលអំពីស្ថានភាពដែលបានកើតឡើងចំពោះ Dragon ក៏ប៉ុន្តែមិនមែនមើល Dragon ណាទៅមើល Sabo ឯណាទៅវិញ Luffy និយាយថា Sabo គឺជាបងប្អូនរបស់គាត់ក៏ប៉ុន្តែនៅពេលហ្នឹងណាមាននិយាយថាបងប្អូនអីក៏ច្រើនម្ល៉េះក្រោយមកហ្នឹង Luffy ក៏បាននឹកឃើញថាឈ្មោះ Dragon មួយនេះបែកមួយនេះដូចធ្លាប់ឮនៅឯណាណាមីបានថាឲ្យ Luffy ថាឈួតទេអីឈ្មោះ Dragon ហ្នឹងគឺធ្លាប់ឮពីមុនមកកាលពីរយៈពេល2ឆ្នាំមុនដែលតារបស់ Luffy នឹងបានជួប Luffy ហើយក៏បាននិយាយណែនាំប្រាប់ទៅកាន់ Luffy ថាឪពុករបស់ Luffy មានឈ្មោះថា Monkey D Dragon ហើយគាត់ក៏ជាមេបដិវត្តផងដែរហើយនៅពេលហ្នឹង Luffy ក៏បានឃើញរូបថតឪពុករបស់ខ្លួននឹងជាលើកដំបូងជាមួយនឹងកណ្ដាស់កាសែតមួយនឹងឯង Luffy និយាយដែរថាហ៊ីស្អីគេឪពុករបស់ខ្ញុំមែនហេតុអីខ្ញុំមិនដែលដឹង Carrot ក៏និយាយដែរថាឪពុករបស់ Luffy នឹងគឺជាមេបដិវត្តទៀតពិតជាអស្ចារ្យមែនទែនចំណែក Nami និយាយដែរថាតើ Luffy នឹងមិនដែលមានទំនាក់ទំនងជាមួយនឹងឪពុករបស់ខ្លួនកាលពីមុនមកទេអីដែល Luffy និយាយដែរថាគាត់មិនដែលមានទំនាក់ទំនងនោះទេហើយអ្វីដែលសំខាន់ Luffy និយាយដែរថាឪពុកអីគេមុខមិនដូចនឹងគាត់សោះលុះបន្តមក Nami ក៏បានទៅមើលកណ្ដាស់កាសែតនឹងម្ដងដោយ Nami បាននិយាយដែរថាតាមកាពិតទៅក្រុមឪពុករបស់ Luffy នឹងត្រូវបានវាយប្រហារទៅដោយក្រុមរបស់ Blackbeard គ្រាន់តែរនឹកឃើញហ្នឹងគឺ Luffy បាននឹកឃើញដែរថា Sabo នឹងបានវាយគ្នាជាមួយនឹង Bukes ដល់ទីបំផុត Luffy ក៏បាននឹកស្មានថាប្រហែលជា Bukes នឹងតាមដានទៅកាន់បងប្រុសរបស់ខ្លួនក៏បានបន្តទីកន្លែងមួយហ្នឹងក៏ប៉ុន្តែនៅពេលហ្នឹង Chopper និយាយដែរថាហេ Luffy រហូតដល់ Luffy និយាយថាតើ Chopper នឹងចង់បានអីគេក៏ប៉ុន្តែ Chopper និយាយដែរថាអរគុណខាងណាទៅដល់ការចម្អិនអាហាររបស់ Luffy ប៉ុន្តែមើលទៅនោះផ្ទះបាយហ្នឹងកំពុងតែឆេះហើយ Luffy នឹងគឺថាផ្អើលតែម្ដងជាមួយនឹង Nami អីហ្នឹងឯងហើយមើលទៅពួកគេនីមួយៗនឹងផ្អើលជាមួយនឹងផ្ទះបាយរបស់ពួកគេឆេះផ្ទះបាយកំពុងតែឆេះហើយពេលហ្នឹងពួកគេក៏បានតប៉ះតង្កេតជាមួយនឹងខ្យល់បន្ថែមទៀតផងដែរតែប៉ុន្តែ Nami និយាយថាកុំខ្វាយខ្វល់ជាមួយនឹងផ្ទះបាយហ្នឹងអីភ្លៀងស្រក់មកហ្នឹងគង់តែរលត់នោះទេនេះមកមើលកោះស៊ូឯនេះវិញនៅពេលហ្នឹងគឺឃើញដែរថាតាមកាពិតទៅវ៉ាន់ដាហ្នឹងក៏បានទទួលដំណឹងថាការ៉ុតហ្នឹងបានធ្វើដំណើរទៅជាមួយនឹង Luffy បាត់ទៅហើយដំណឹងមួយនេះក៏បានដឹងអំពីសត្វស្វាដែលយាមទ្វារហ្នឹងគាត់បាននិយាយដែរថាតាមកាពិតទៅហ្នឹងការ៉ុតហ្នឹងឯងគឺជាអ្នកដែលបានយកជែកហ្នឹងមកសុកប៉ាន់ជាមួយនឹងគាត់កុំឲ្យប្រាប់ទៅកាន់មនុស្សគ្រប់គ្នាដែលធ្វើស្វាមួយហ្នឹងពិតជាអៀនមែនដែរក្រោយមកហ្នឹងវ៉ាន់ដានិយាយដែរថាតាមកាពិតទៅហ្នឹងការ៉ុតធ្វើដំណើរជាមួយនឹង Luffy ប្រហែលជាមានគ្រោះថ្នាក់អីទេអញ្ចឹងហើយក៏វាល្អមួយយ៉ាងដែរហើយណាមួយវិញទៀតបានគេទៅឃើញទេសភាពខាងក្រៅចំណែក Dog Storm ឯនេះវិញហ្នឹងគាត់ក៏បាននឹកឃើញថាមិននឹកស្មានសោះថាដំរីនៃកោះមួយនេះនឹងបានវាយប្រហារទៅដល់ក្រុមរបស់ Jack ហើយណាមួយវិញទៀតគាត់មិននឹកស្មានថា Jack នៅពេលនេះនឹងអាចនឹងមានជីវិតឬក៏បាត់បង់ជីវិតអីនោះទេចំណែកឯកំតិចនៅក្នុងបាតសមុទ្រឯនេះវិញនៅពេលហ្នឹងក៏បានឃើញថានេះគឺជាបំណែកនៃក្រុមចោះសមុទ្ររបស់ Jack នឹងឯង Jack ក៏បានដឹងខ្លួនឡើងវិញហើយនៅពេលហ្នឹងគាត់និយាយដែរថាឆាប់ត្រៀមខ្លួនយកគាត់ចេញទៅហើយណាមួយវិញទៀតគាត់អ្នកបរិភោគ Devil Fruit ហើយក៏មិនដឹងថា
គាត់មូលហេតុអីបានរស់នៅក្នុងទឹកបានយូរដល់ម្លឹងនេះមកមើលខាងខៃដូឯណែវិញនៅពេលហ្នឹងពួកគេនីមួយៗនៃកូនចៅរបស់គាត់ក៏បានដើរទៅជួបគ្នាជាមួយនឹងខៃដូហើយមើលខៃដូទៅនៅពេលហ្នឹងគឺថាយមអេប្រែពេញទៅហ្នឹងពួកគេនីមួយៗក៏បានរៀបរាប់អំពីគម្រោងផែនការរបស់ពួកគេហើយណាមួយវិញទៀតនៅពេលនេះហ្នឹងខៃដូកំពុងតែសែតហើយគាត់ក៏បាននឹកឃើញអំពីគម្រោងផែនការរបស់គាត់ជាមួយនឹងស្មៃបង្កើតកូនចៅជាច្រើនអ្នកដើម្បីគ្រប់គ្រងទៅកាន់ពិភពលោកមួយនេះក៏ប៉ុន្តែនៅពេលហ្នឹងកូនចៅរបស់គាត់ក៏បានលើកនៅរូបថតរបស់ Luffy ចេញមកជាមួយនឹងกระดาษបនធីមួយហ្នឹងនៅពេលហ្នឹងខៃដូក៏បានលើកវាយកមកតាំងនៅមុខរបស់គាត់ក៏បានទីដំបងបែរទៅកាន់រូបមួយនឹងផងដែរអ្វីដែលគួរឲ្យសំណោះហ្នឹងសំណោះតំណែងកាន់នោះទេត្រូវមួយដំបងហ្នឹងគឺថាពើទាំងពីរអ្នកតែម្ដងក្រោយតែពីវាយកូនចៅរបស់ខ្លួនចេញទៅអញ្ចឹងហើយហ្នឹងខៃដូគាត់ក៏បាននិយាយជាមួយនឹងកូនចៅរបស់គាត់បន្តទៀតថាតាមកាពិតទៅគាត់នៅពេលនេះហ្នឹងគាត់នឹងសងសឹកទៅដល់ Luffy ហើយនឹង Lloyd បានគាត់ក៏និយាយបន្ថែមទៀតថាគាត់សុំស្បត់គាត់សន្យាថាគាត់នឹងសងសឹកទៅកាន់ Monkey D Luffy ជាមួយនឹង Traffic D Law ប៉ុន្តែនៅពេលនេះហ្នឹងគាត់បានចាប់ជាមួយនឹង Super Navas ម្នាក់ដើម្បីសងសឹកទៅដល់ចំណិនរបស់ពួកគេម្នាក់ហ្នឹងគឺជា Kid នឹងឯង Kid ហ្នឹងត្រូវបានចាប់ទៅដល់ទីតាំងរបស់គាត់តែម្ដងដោយសារតែខៃដូបានទៅដល់ទីតាំងរបស់ Kid នេះមកមើលក្រុមឈ្មោះចម្បើងឯវិញនៅពេលហ្នឹងមកមើលម្ហូបអាហាររបស់ពួកគេទៅគឺថាញ៉ាំមិនបាននោះទេសូម្បីតែពួកគេនីមួយៗហ្នឹងមើលទៅកាន់ម្ហូបអាហារដែល Luffy បានធ្វើហ្នឹងគ្មាននរណានឹងចង់ញ៉ាំនោះឡើយពេលកប់អីហ្នឹងគាត់មិនចូលចិត្តទៅកាន់ម្ហូបមួយហ្នឹងនោះទេប៉ុន្តែ Luffy របស់យើងហ្នឹងគឺបានទៅភ្លក់ជាមួយនឹងម្ហូបមួយហ្នឹងហើយនៅពេលហ្នឹងផងដែរ Nami ក៏បានដើរចាក់ចេញទៅមើលជាមួយនឹងម្ហូបដទៃទៀតនឹងគ្រឿងផ្សំទីបំផុតទើបដឹងថា Luffy ហ្នឹងបានយកគ្រឿងផ្សំនិងម្ហូបអាហារចំនួន1អាទិត្យហ្នឹងទៅធ្វើអស់រលីងតែម្ដងដែលធ្វើឲ្យ Nami ក៏បានវាយទៅដល់ Luffy ហើយនៅពេលហ្នឹងផងដែរហ្នឹងពួកគេចាប់ផ្ដើមឃ្លានរោគហ្នឹងក៏បានស្រែកដែរថាពិតជាឃ្លានខ្លាំងណាស់សូមអង្វរឲ្យ Sanji ហ្នឹងចេញមកជួយធ្វើម្ហូបអាហារពួកគាត់ញ៉ាំផង